ក្មេងស្មៃមុនក្មេងស្មាឡើយតើពួកគាត់ខុសគ្នាបែបណាបើនិយាយពីភាពខុសគ្នាគឺខុសច្រើនខ្លាំងមែនតើពិសេសចំណុចទាំង6នេះទី1គឺតកតងទៅនឹងជីវិតហើយនឹងផ្លូវចិត្តសង្គមក្មេងស្មៃមុនគឺស្ងប់សុខខ្លាំងមែនតើបើកើតក្នុងគ្រួសារល្អទីរ៉ាជីវិតគឺឡើងរីករាយមកក៏ប៉ុន្តែបើកើតនៅក្នុងគ្រួសារយ៉ាប់ពួកគាត់ក៏នៅមានកម្លាំងចិត្តស៊ូទៅមុខព្រោះសង្គមសម័យមុនគឺអត់សូវមានរឿងរញ៉េរញ៉ៃខ្លាំងដូចសម័យឥឡូវណាផ្ទុយពីក្មេងបច្ចុប្បន្នដែលតែងតែមានអារម្មណ៍ថាពិភពលោកប្រែប្រួលពិបាកចាប់ចុងចាប់ដើមម្ដងកូវីដម្ដងសង្គ្រាមបណ្ដាញសង្គមធ្វើឲ្យជីវិតរស់នៅកាន់តែរញ៉េរញ៉ៃគាត់អាចកើតនៅក្នុងគ្រួសារល្អក៏ប៉ុន្តែក៏អាចបាក់ទឹកចិត្តក៏អាចមានអារម្មណ៍ថាឯកាទី2តកតងទៅនឹងល្បែងកំសាន្តកើតជាក្មេងសម័យមុនណាមានល្បែងកំសាន្តឲ្យលេងសប្បាយច្រើនខ្លាំងមែនតើគ្មានទូរស័ព្ទគ្មានអីទេដល់ពេលចឹងអាស្អីក៏ដោយក៏អាចយកមកធ្វើជាល្បែងកំសាន្តលេងដែរឲ្យតែមានគ្នាឲ្យតែមានពួកម៉ាក់ដឹងតែលេងបានសប្បាយមកដោយឡែកក្មេងស្មារតីចូលចិត្តអាអស់នេះជាអាយុប្រហែលឆ្នាំសើហ្គេមនៅក្នុងទូរស័ព្ទលេងឡើងស្ទាត់ដល់ពេលចឹងអាធ្វើឲ្យពួកគាត់ទលាប់ជាមួយនឹងភាពផ្ទាល់ខ្លួនម្នាក់ឯងក៏លេងបានមិនបាច់មានគ្នាក៏លេងបានលេងតែមួយទៅទូរស័ព្ទពេកយូរទៅអត់មានមិត្តភ័ក្តិទេទី3ពេលធំឡើងចង់ធ្វើអីអានេះហាការប៉ັດទៅតកតងទៅនឹងការងារតាមសម័យកាលពីមុនមានការងារដូចជាគ្រូពេទ្យមេធាវីអ្នកបើកយន្តហោះចុងភៅប៉ូលីសអ្នកពលរដ្ឋអគ្គីភ័យគ្រូពេទ្យវិស្វករគ្រូបង្រៀនជាដើមដល់ពេលសម័យនេះមានបន្ថែមជាមួយនឹងការងារប្លែកៗជាច្រើនក្នុងនោះរួមមានអ្នកបង្កើត AI gamer លេងតែ game ក៏យកមកធ្វើការងារបានដែរមានទៀតអ្នកជំនួញ crypto YouTuber vlogger និយាយទៅការងារគឺទៅតាមសម័យកាលយើងរស់នៅសម័យបែបណាយើងនឹងចង់ធ្វើការងារបែបនោះទី4តកតងទៅនឹងការដាក់ទោសពេលក្មេងៗខូចនិយាយមិនស្ដាប់ជាដើមឲ្យឆោចេះពេលខ្លះឆោជាងមួយទៀតបើមិនចឹងទេគឺបែបនេះលាដៃមកហើយថ្ងៃក្រោយឈប់ធ្វើចឹងទៀតក្មេងៗស្មារតីវិញដកទៅ Wi-Fi ដកទៅទូរស័ព្ទប៉ុណ្ណឹងហៅបានថាជាការដាក់ទោសបានហើយទី5តកតងទៅនឹងកម្រិតការយល់ដឹងក្មេងជំទង់អាយុចាប់ពី13ឆ្នាំឡើងក្មេងៗជំនាន់មុនអាយុ12 13ឆ្នាំការគិតរបស់គាត់គឺនៅបរិសុទ្ធនៅឡើយពិភពលោកឡើងស្រស់បំព្រងហើយបើចង់ដឹងអីតើតើអានសភៅទោះបីឆ្ងល់យកទៅសួរចាចាក៏ចាចាអត់ងាយប្រាប់ដែរព្រោះអាយុនៅក្មេងពេកអត់គួរដឹងរឿងមនុស្សធំឡើយដោយឡែកក្មេងស្មារតីវិញអាចដឹងរឿងគ្រប់បែបយ៉ាងតាមរយៈអ៊ីនធឺណិតក្មេងឥឡូវមិនបាច់សួរចាស់ទេឆែកតែអ៊ីនធឺណិតទៅដឹងបាត់ហើយការដឹងច្រើនពេកអាចនឹងល្អអាចនឹងអាក្រក់ល្អត្រង់គាត់នឹងធំលឿននឹងចាស់ទុំលឿនបើអាក្រក់វិញគឺធ្វើឲ្យពួកគាត់ខ្លាចព្រោះសង្គមមនុស្សធំពិតជាគួរឲ្យខ្លាចពិតមែនទី6គឺតកតងទៅនឹងមិត្តភាពជំនាន់មុនគឺពិតប្រាកដចេះស្រឡាញ់គ្នាចេះជួយគ្នាចេះបារម្ភពីគ្នាចេះចែករំលែកដល់ពេលពិភពលោកស្មារតីវិញសូម្បីតែលោកក្មេងៗមិត្តភ័ក្តិបែរជាប្រៀបធៀបបានជាមួយនឹងពួកអស់នេះមិត្តភ័ក្តិរបស់ខ្ញុំគឺពស់មិត្តភ័ក្តិរបស់ខ្ញុំគឺក្រពើថាមនុស្សធំទៅអាចចេះឈ្នានីគ្នាហើយចុះក្មេងចេះហ៎មិនក៏មិត្តភ័ក្តិក្មេងៗអាចទៅជាចឹងដែរចុះអ្នកទាំងអស់គ្នាវិញបន្ទាប់ពីស្ដាប់ហើយគិតទៅត្រូវប្រហែលចំណុចដែរកុំភ្លេចខមមិននៅខាងខ